ធ្វើមកឆ្នាំនេះខិតខំយ៉ាងម៉េចក៏ដោយស្ដារបន្លាយឲ្យបានប្រជាពលរដ្ឋសប្បាយចិត្តឈប់លិចឲ្យកូនសិស្សពិសេសកូនសិស្សដែលជាតពាំងស្នងអស័យបងប្អូនប្រឡងឲ្យសប្បាយទាំងអស់គ្នានេះគេសិតភក់គេសិតភក់មើលឃើញភក់ចឹងឲ្យតែប្រជាពលរដ្ឋសប្បាយចិត្តធ្វើមិនកាយឲ្យបានទៀតដល់គោលដៅធ្វើយ៉ាងម៉េចតែខ្ញុំសូមអរគុណថ្ងៃហ្នឹងអាយឧត្តមឃុំសីអាបារីធានីភ្នំពេញអាយឧត្តមឡៃវរៈលោកអភិបាលខណ្ឌពូសែនជ័យខ្ញុំខិតខំជួយជំរុញខ្ញុំយ៉ាងម៉េចឲ្យបំរើប្រជាពលរដ្ឋឲ្យបានកាន់តែខ្លាំងឲ្យកាន់តែល្អសិតតែភក់អញ្ចឹងហើយបានទឹកវាអត់ហូរឥឡូវឲ្យធំបន្លាយគេធំកន្លែងនេះបន្លាយធំមែនទែនតើហើយធ្វើមកឆ្នាំនេះខិតខំយ៉ាងម៉េចក៏ដោយស្ដារបន្លាយឲ្យបានប្រជាពលរដ្ឋសប្បាយចិត្តឲ្យកូនសិស្សពិសេសកូនសិស្សដែលជាតពាំងស្នងអស័យឲ្យកូនសិស្សតពាំងស្នងអស័យបងប្អូនប្រឡងឲ្យសប្បាយទាំងអស់គ្នាបងប្អូនអើយនេះគេសិតតែភក់គេសិតតែភក់មើលឃើញភក់ចឹងភក់គោកអស់ហើយសិតតែនេះសិតតែលបាក់នេះគេនេះឡាពេញគោកពេញអស់ហើយខ្ញុំឈ្មោះលឹមវិជ្ជរតដែលមកពីថ្នាក់1152ខ្ញុំអរគុណពូដែលបានមកជួយកែលក់ឲ្យសាលាដើម្បីឲ្យមកទឹកពីដើមស្រួលវិញឲ្យបងទៀតពីបានប្រឡូឆ្នាំនឹងស្រួលជាងមុនលិចទឹកទៀតលិចនេះលិចច្រើនលិចទៅខាតរៀនពីពីបាក់ប្រឡងពេលខ្លះតាមនេះពូខំកាយឲ្យល្អអរគុណពូដែលជួយអរគុណច្រើនអូនតែខំរៀនណាបើពូខំរៀនមែនទេពូមានអីមានតែរៀនដៃ10ឲ្យអូនឯងជាប់ហើយមានឆ្លោះមួយគ្រូឯងបាទមានឆ្លោះអីអាចឆ្លោះសិស្សល្អគ្រូសិស្សល្អគេអត់ឲ្យឆ្លោះមួយគ្រូឯងអាពុកម្ដាយទី2យើងយល់ទេខុសត្រូវអីកុំល្ងាចនេះល្ងាចថ្ងៃទី29ជាដំបូងខ្ញុំសូមអរគុណទៅដល់អាយឧត្តមឃុំសេងអភិបាលរាជធានីភ្នំពេញដែលតែងតែផ្ដល់គំនិតអប់រំឲ្យខ្ញុំហើយដែលបានអប់រំហើយដល់ដំបូងមានហើយជួយឧបត្ថម្ភប្រេងឲ្យពួកយើងខ្ញុំទៀតហើយទន្ទឹមគ្នានេះក៏ខ្ញុំសូមអរគុណទៅដល់អាយឧត្តមឆៃវរៈហើយនៅលោកអភិបាលខណ្ឌពូសែនជ័យខ្ញុំពិសេសអាយឧត្តមលោកសកញ្ញរិទ្ធតែងតែយកចិត្តទុកដាក់មួយខ្ញុំនៅក្នុងការស្ដារបន្លាយស្ដាយនេះហើយទន្ទឹមគ្នានេះក៏ខ្ញុំសូមអរគុណទៅដល់ប្រជាពលរដ្ឋរបស់ខ្ញុំដែលតែងតែផ្ដល់ភាពល្អភាពអាក្រក់តែងតែផ្ដល់នឹងខមមិនឲ្យខ្ញុំមានអីទេមានតែមេរៀនដៃ10ខ្ញុំតែងតែថាចុះទឹកវាស្ទឹកហើយពួកហើយខ្ញុំដាក់នៅក្នុងបេះដូងរបស់ខ្ញុំយកតែអំពើល្អទេខ្ញុំអត់ចង់មានកំណត់យ៉ាងណាយ៉ាងណីទេហើយខ្ញុំកាយបន្លាយនេះកាយទិសដៅរបស់ខ្ញុំធ្វើមិនដោយអាយឧត្តមឃុំសីអាបារីធានីភ្នំពេញលោកកាយឲ្យធំហើយឲ្យជ្រៅហើយឲ្យដល់គោលដៅខ្ញុំសូមថាធ្វើយ៉ាងម៉េចឲ្យកាយបន្លាយទៅឈប់លិចផ្ទះលិចផ្លូវរបស់ប្រជាពលរដ្ឋខ្ញុំហើយធ្វើម៉េចឲ្យបានបន្លាយនេះបានធំទលាយឲ្យទឹកហូរឈប់ឲ្យពិបាកនៅពេលភាសាទៀតខ្ញុំខ្លាចតែព្រួយបារម្ភតែប៉ុណ្្នឹងឯងព្រួយបារម្ភទិសដៅរបស់ខ្ញុំគឺសំខាន់ជាងគេគឺការធ្វើម៉េចឲ្យបន្លាយកាយដល់ទីចុងបញ្ចប់ដើម្បីឲ្យទឹកហ្នឹងវាហូរព្រោះឥឡូវវាកលវាគឿងមកឥឡូវបងប្អូនវាចង់បងប្អូននេះវាធ្លាប់លិចសាលាចំពូវ័នអញ្ចឹងគ្នាចេញលេងមកមើលលិចយូរអូនពូមកទៀតពូថ្លាន់ទៀតគេថាឲ្យតែឃើញពូថ្លាន់ទៅកន្លែងណាបានសេចក្តីសុខគេទៅតែឃើញឲ្យតែឃើញពូថ្លាន់ពូអីហ្នឹងសេចក្តីសុខអញ្ចឹងកូនសិស្សនៅកន្លែងនេះមានសេចក្តីសុខឲ្យប្រឡងជាប់ទាំងអស់គ្នាទៀតឲ្យកូនសិស្សប្រឡងឲ្យជាប់ទាំងអស់គ្នា